គ្រាន់តែថតស្ពតពាណិជ្ជកម្មយកទេសភាពបែបស្រុកស្រែតែពេលយប់សោះមិនក៏ដាក់សម្លៀកបំពាក់ទៅច្រើនយ៉ាងនេះយ៉ាងម៉េចផងទៅនៅទីនោះមែនទេចាអ្នកណាថាខ្ញុំទៅតែពីយប់នោះខ្ញុំសុំពីការថតមួយអាទិត្យទៀតការងារក្រៅក៏ខ្ញុំផ្អាកទទួលដែរខ្ញុំទៅទីនោះមួយអាទិត្យណាបងស្លាប់ហើយនេះឯងតែធ្វើអីយូរយ៉ាងនេះហ៎ជនបទក្តៅក៏ក្តៅម៉ាស៊ីនត្រជាក់ក៏គ្មាននេះបងសរសើរឯងដែលទទួលការងារនៅកន្លែងនោះធម្មតាឯងចូលចិត្តកន្លែងបែបនោះទេហើយនេះយ៉ាងម៉េចវិញហ៎បងទៅដល់កន្លែងហ្នឹងបងនឹងដឹងហើយតើឆាប់ទៅទេកុំឲ្យថ្ងៃក្តៅតន់ហេឈប់សិននេះមិនចាំក្រុមការងារឬក៏កាមេរ៉ាទេអីផងទៅនឹងស្គាល់ទីតាំងមែនទេហើយខ្ញុំបានសួរគេរួចហើយទីតាំងខ្ញុំក៏បានស្គាល់ច្បាស់ដែរបងកុំសួរច្រើនពេកមើលតោះឆាប់ទៅទេតោះបងក្មួយចេននេះនាងតែមកប្រាប់ថានាងចាញ់តែមុនហើយបងនេះយឺតយ៉ាវមើលតែមនុស្សស្រីតកើនហើយចុះបើថាចូលបន្ទប់ទឹកហើយនោះអូនប្រញាប់អីណាទៅមុននឹងក្រោយគង់តែទៅដល់ទេទៅឲ្យតន់ក្មួយចេននេះហ្នឹងហក់ណែជួយកាន់កន្ត្រកនេះមួយទៅចុះបើនឹងទៅដល់មុនក៏ទៅដល់ទៅអូនមកបន្ទន់បោបែបនេះធ្វើមើលតែប្រញាប់ឡើងជន់ហោះអញ្ចឹងហើយនេះនៅនិយាយអីទៀតដែរទេបាទថាប្រញាប់ហើយនឹងនោះបានចាញ់ហើយនឹងចង់ទៅឬអន់បាទថាមិនចង់ទៅទីខ្ញុំទៅម្នាក់ឯងក៏បានហើយចុះអូនណាមិនក៏មិនដើរទៅនៅតវ៉ាអីទៀតយ៉ាប់ណាស់មកវានេះបានហើយនោមគ្នាទៅអ្នកមីងមានអាការៈបែបនេះយូរហើយមែនទេអូនចាអ្នកគ្រូពេទ្យម៉ែក៏ឈឺបាត់តែបែបនេះកន្លងមកក៏ទៅទិញថ្នាំពេទ្យទៅលេបគ្រាន់តែបានធូរតែមិនជាដាច់សងហើយចុះកន្លងមកអ្នកមីងធ្លាប់បានទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យដែរទេអត់ដែលបានទៅទេអ្នកគ្រូឈឺល្មមទិញថ្នាំលេបតាមគ្នានៅពេទ្យក្បែរភូមិយើងនឹងឯងមិនដែលបានពិនិត្យលម្អិតអីទេមិនបានទេមីងបើយើងមិនបានទៅពិនិត្យឲ្យបានត្រឹមត្រូវទេមិនចេះតែអាចទិញថ្នាំលេបផ្ដេសផ្ដាស់បានទេហើយចុះពេលទៅទិញថ្នាំពេទ្យនោះគេមានសួរអីដែរទេចាគេសួរដែរខ្ញុំក៏ប្រាប់ពីអាការៈខ្ញុំទៅគាត់រួចគាត់ក៏ផ្សំថ្នាំឲ្យលេបមិនដឹងថាថ្នាំអីខ្លះនោះទេចេះតែលេបតាមតែគេទេតែក្រោយពេលលេបហើយបានធូរតែបន្តិចតែនៅតែមិនស្លាស់នោះទេឃើញគេមានអាការៈដូចខ្ញុំគេទៅទិញថ្នាំនៅពេទ្យនោះលេបទៅបានធូរហើយក៏ជាតែដល់តែខ្ញុំទិញលេបដែរមិនឃើញជាសោះនៅតែរ៉ាំរ៉ៃបែបនេះខ្ញុំហត់នឿយនឹងជីវិតណាស់អ្នកគ្រូអើយមនុស្សយើងមានលក្ខណៈសុខភាពមិនដូចគ្នាទេអ្នកមីងប្រភេទឈាមក៏ខុសគ្នាអង្គការពារប្រព័ន្ធភាពស៊ាំក៏ខុសគ្នាដែរហើយការប្រើប្រាស់ថ្នាំក៏មិនដូចគ្នាវាអាស្រ័យលើសភាពនៃរាងកាយរបស់យើងរៀងៗខ្លួនហ្នឹងខ្ញុំមិនដឹងទេបើតែទិញថ្នាំគេឲ្យមកលាបតាមតែគេហ្នឹងពិបាកដែរមីងអើយអ្នកខ្លាំងគ្មានបានរៀនពេទ្យអីទេគ្រាន់តែចេះជំនាញបន្តិចបន្តួចពីគ្រូសាំងមានលុយក៏បើកប៉ាម៉ាស៊ីលក់ថ្នាំធ្វើខ្លួនដូចជាពេទ្យបានរៀនចាប់ត្រឹមត្រូវអញ្ចឹងបែបនេះហើយយើងជាអ្នកទិញប្រើប្រាស់នឹងអាចមានគ្រោះថ្នាក់គ្រប់ពេលវេលាបានហ្នឹងចឹងក៏បានន័យថាកន្លងមកម៉ែខ្ញុំចំណាយលុយទិញថ្នាំគឺប្រើមិនបានផលសមមែនទេថ្នាំឲ្យយើងប្រើទៅមានប្រសិទ្ធភាពគេមិនប្រើរាប់ឆ្នាំអញ្ចឹងទេនេះមកពីប្រើប្រាស់ថ្នាំមិនចំជំងឺមិនចាំគោលដៅទើបជំងឺនៅតែអស់បន្លាយពេលវេលាបែបនេះចុះខ្ញុំត្រូវធ្វើបែបណាទេអ្នកគ្រូពេទ្យខ្ញុំក៏ចង់ព្យាបាលម៉ែឲ្យជាដែរទោះអស់ប្រមាណក៏ប្រត់ដែរណាឲ្យតែគាត់ត្រឡប់មកមានសុខភាពល្អដូចដើមវិញខ្ញុំមិនចង់ឃើញគាត់ទៅឈឺរាល់ថ្ងៃបែបនេះទេត្រូវពិនិត្យលម្អិតរាងកាយរបស់គាត់ឡើងវិញទាំងអស់មើលទៅលើប្រមាត់បេះដូងលំពេងថ្លើមតម្រង់នោមពិនិត្យឈាមនិងពិនិត្យម៉ាទូខ្លួនទាំងអស់ទើបដឹងថាគាត់មានបញ្ហាអីបើយើងពិនិត្យឃើញហើយទើបយើងដាក់ថ្នាំឲ្យត្រូវនឹងជំងឺរបស់គាត់ដាក់ឲ្យចំគោលដៅជំងឺបើយើងរកឃើញមូលហេតុរបស់វាហើយការព្យាបាលនឹងឆាប់ទទួលបានផលហ្នឹងលើអ្នកគ្រូនិយាយបែបនេះខ្ញុំសប្បាយចិត្តណាស់ចង់ទៅពិនិត្យឲ្យឆាប់តែម្ដងខ្ញុំរាល់ថ្ងៃនេះបើកភ្នែកមកដឹងតែឈឺវាមិនឈឺដល់ថ្នាក់ទ្រាំបានទេតែវាឈឺមិនឲ្យយើងស្រឡះក្នុងខ្លួនហ្នឹងឯងខ្ញុំបែបនេះជាង1ឆ្នាំហើយអារម្មណ៍មិនដែលរីករាយម្ដងណាទេការឈឺរ៉ាំរ៉ៃនៅក្នុងខ្លួនយើងយូរបែបនេះវាអាចបណ្ដាលមកពីរលាកអ្វីម្យ៉ាងនៅក្នុងខ្លួនការរលាកនេះរលាកយូរទៅវាអាចទៅជាដំបៅហើយដំបៅយូរទៅវាអាចក្លាយជាមហារីកអញ្ចឹងហើយបានជាពេទ្យតែនិយាយថាពេលឈឺត្រូវឆាប់ទៅពិនិត្យកុំឲ្យទុកយូរបើភ្លាមយើងអាចនឹងងាយស្រួលក្នុងការព្យាបាលហើយលទ្ធផលក៏ទទួលបានល្អទៀតនេះខ្ញុំឈឺយូរបែបនេះបានន័យថាខ្ញុំប្រឈមនឹងមហារីកមែនទេខ្ញុំពិតជាភ័យណាស់
មិនមែនចឹងទាំងអស់ទេអ្នកមីងវាអាស្រ័យលើការពិនិត្យរបស់អ្នកមីងសិនមានតែលទ្ធផលប៉ុណ្ណោះទើបអាចវិនិច្ឆ័យបានបើចង់ពិនិត្យខ្ញុំណែនាំឲ្យទៅពិនិត្យនៅមន្ទីរពេទ្យដែលខ្ញុំធ្វើការចឹងនៅទីនោះជាពេទ្យធំដុកទ័រមានបទពិសោធន៍ច្រើនឆ្នាំហើយឧបករណ៍ពិនិត្យទំនើបទៀតធានាថាលទ្ធផលចេញមកអាចយកជាការបាន 100% តែមីងមិនសូវមានលុយទេណាក្មួយមន្ទីរពេទ្យដែលក្មួយធ្វើការនោះប្រកាសជាថ្លៃហើយមើលទៅម៉ែទៅជាថ្លៃយ៉ាងណាក៏ខ្ញុំត្រូវតែនាំម៉ែទៅពិនិត្យដែរទោះត្រូវលដីលោកចំការក៏ត្រូវតែធ្វើខ្ញុំមិនអាចឃើញម៉ែឈឺគ្មានថ្ងៃស្វាងបែបនេះទេតម្លៃគឺសមរម្យទេអ្នកមីងចាំខ្ញុំប្រាប់ទៅខាងមន្ទីរពេទ្យឲ្យថាអ្នកមីងជាអ្នកជំងឺរបស់ខ្ញុំនៅមានការបញ្ចុះតម្លៃជូនសុខភាពគឺសំខាន់លើសអ្វីទាំងអស់ទ្រព្យសម្បត្តិដែលបាត់បង់ទៅយើងអាចរកមកវិញបានតែបើជីវិតមកបាត់បង់ទៅហើយគ្មានថ្ងៃត្រឡប់មកវិញនោះទេខ្ញុំពិតជាទទួលស្គាល់ថាជីវិតគ្មានអ្នកណាអមតៈទេតែសូមឲ្យទៅវិញនៅពេលដែលសំគូប៉ុណ្ណឹងបើទៅទាំងក្មេងវាជារឿងដែលគួរឲ្យសោកស្ដាយបំផុតហើយប្អូនស្រីនាំម្ដាយរបស់ប្អូនទៅឆៃសុខភាពឡើងវិញនៅមន្ទីរពេទ្យដែលបងធ្វើការចឹងបងនិយាយនេះមិនមែនប្រមូលមន្ទីរពេទ្យខ្លួនឯងទេតែបងធ្វើការនៅទីនោះយូរហើយដឹងថានៅទីនោះគឺពិតជាល្អពិតមែនការដែលបងមកទីនេះពួកយើងគឺមកស្ម័គ្រចិត្តគ្មានបានប្រាក់កម្រៃទេមកធ្វើដោយទឹកចិត្តគឺចង់ឃើញប្រជាពលរដ្ឋមានសុខភាពល្អទាំងអស់គ្នាចាខ្ញុំអរគុណដល់ក្រុមគ្រូពេទ្យរបស់បងនេះដែលលះបង់ពេលវេលាកម្លាំងកាយចិត្តមកពិនិត្យសុខភាពនៅទីនេះជាពិសេសពេលនេះអ្នកគ្រូពេទ្យជួយពិនិត្យម៉ែខ្ញុំ10តាទៀតវាជាភារកិច្ចពេទ្យស្ម័គ្រចិត្តដូចជាបងហើយបងចង់បញ្ជាក់រឿងមន្ទីរពេទ្យបន្តិចអូនដឹងទេការពិនិត្យគឺសំខាន់បំផុតនឹងគឺលទ្ធផលនឹងហើយយើងពិនិត្យត្រូវយកលទ្ធផលឲ្យច្បាស់ 100% ដើម្បីវាតម្លៃនឹងធ្វើការព្យាបាលឲ្យចំទៅមិនខាត់ពេលនិងមិនខាត់លុយបើយើងទៅមន្ទីរពេទ្យរៃរងលទ្ធផលមិនដឹងឯណាឯណីលេបថ្នាំប៉ាត់ណាប៉ាត់ណីជំងឺមិនជាថែមទាំងបង្កឲ្យកាន់តែធ្ងន់ធ្ងរទៀតចាអ្នកគ្រូពេទ្យខ្ញុំដឹងហើយខ្ញុំនឹងយកម៉ែទៅពិនិត្យនៅមន្ទីរពេទ្យដែលអ្នកគ្រូធ្វើការចាអ្នកគ្រូចាំឲ្យលេខខ្ញុំតាក់ទងពេទ្យនៅទីនោះផងចេននេះនិងគ្រួសាររបស់ថាវីបានមកដល់ផ្ទះរបស់អ្នកស្រីវិល័យជាលើកទី2នេះមកស្ងាត់មិនប្រាប់មុនសោះថាវីនេះមិនបានធ្វើឲ្យទទួលទេបើប្រាប់មិននឹងសប្រៃទិញមិនអីទិញពួកយើងញ៉ាំរួចហើយនេះខ្ញុំក៏មានរបស់ផ្ញើដែរតែដឹងផ្ញើធ្វើអីទេនាំតែបបាក់ត្រឹមតែបលេងក៏ខ្ញុំសប្បាយចិត្តពេកហើយចុះនេះអ្នកផ្ទះទៅណាអស់ហើយមិនក៏មិនឃើញអញ្ចឹងគ្រប់គ្នាតែចំការអស់ហើយចំណែកអ្នកម៉ាក់គាត់មិនស្រួលខ្លួននៅសម្រាប់ក្នុងបន្ទប់ឯណាអ្នកមីងឈឺអីមែនទីងមានបាននាំគាត់ទៅពេទ្យហើយអង្ចាគាត់ខ្សោយតាមរបៀបមនុស្សចាស់ហ្នឹងឯងគឺបានក្មួយដាវីតហ្នឹងហើយមកពិនិត្យជូនហើយដាក់សេរ៉ូមនឹងផ្ដល់ថ្នាំឲ្យនោះតែពេលនេះគាត់បានធូរច្រើនហើយអ្នកមីងកន្លែងប្រចាំការរបស់វីតនៅកន្លែងណាទេខ្ញុំចង់ទៅជួបគេហ្នឹងអូទីតាំងជំរំគេធ្វើការនៅចុងភូមិឯណោះណាបើក្មួយចង់ទៅមើលគេធ្វើដំណើរទៅខាងលិចទៅតែបើក្មួយខ្ជិលទៅទេចាំនៅទីនេះក៏បានដែរព្រោះថាពេលល្ងាចគេមកសម្រាប់នៅទីនេះមិនក៏ត្រូវឲ្យគាត់មកសម្រាប់នៅទីនេះទៅវិញមានម៉ាស៊ីនត្រជាក់មានកង្ហាឲ្យគាត់ដែរទេផ្ទះមីងមិនមានម៉ាស៊ីនត្រជាក់ទេមានតែកង្ហាក្មួយក៏ដឹងហើយទីជនបទមានអីដែលដូចទីក្រុងនោះខ្ញុំអរគុណហើយណាស់ដែលបានជួយមើលថែកូនវីនក្នុងកំឡុងពេលដែលគេមកធ្វើការនៅទីនេះនេះចំជាមាននិស្ស័យពិតមែនដែលបានមកជួបអ្នកស្គាល់បែបនេះចាបងខ្ញុំនិងអូនចេននេះមកដល់កន្លែងដែលបានណាត់ហើយពេលនេះក៏ឆ្លៀតទៅចូលលេងផ្ទះអ្នកស្គាល់គ្នាបន្តិចទៀតទៅហើយណាជំរាបលាអូនចេននេះអូនចេននេះនៅនិយាយគ្នាអីយូរយ៉ាងនេះហ៎ឲ្យបងនៅចាំខាងក្រៅក្តៅសឹងស្លាប់ហើយនេះអើយខូចស្បែកអស់ហើយមនុស្សកំពុងតែខ្មៅស្រាប់ផងម៉ាក់ប៉ារបស់លោកវីនស្អីនោះមកទីនេះដែរអហឺមួយលោកវីនគាត់មកធ្វើការនៅទីនេះដែរអូខ្ញុំយល់ហើយអញ្ចឹងតើបានជាចេននេះរហ័នបែបនេះទទួលការងារហាក្តៅដល់មិនរុញរាមូលហេតុគឺដើម្បីប្រុសសោះអញ្ចឹងតើបានជាគេតែងតែនិយាយថាប្រុសគឺជាកម្លាំងចិនប្រុសគឺជាសរសៃឈាមគឺជាអ្វីៗគ្រប់យ៉ាងអតិពលប្រុសធ្វើឲ្យចេននេះលះបង់ដល់ម្លឹងផងអាយ៉ាកដុំឆែមសัตว์ស្អីហ្នឹងអូយមនុស្សឬមួយក៏សัตว์ទៅនោះអូយណែនាងកម៉ាំភ្នែកស្អុយមែនហ៎បានជាមើលមិនដឹងថាមនុស្សឬមួយក៏សัตว์នោះរូបរាងអាក្រក់ហើយនៅមាត់អត់កំហបទៀតណែជាអ្នកណាហ្នឹងបានជាហ៊ានថាឲ្យខ្ញុំបែបនេះហើយយើងនោះមាត់មានកម្របណាស់មែនទេបានជាមកឌីលគេបែបនេះខ្ញុំណាទោះបីធាត់បន្តិចមែនតែធាត់បែបខ្ជូតគួរឲ្យស្រឡាញ់
มันដូចជាពូទេមានមៀតធំឡើងដេង អូយចេះមកថាឲ្យគេទៅកើតខ្លួនឯងមិនល្អជាងគេអីប្រហែលទេ អូយណែអ្នកណាជាពូរបស់នាងទៅខ្ញុំនេះណាជាស្រីមើលយ៉ាងម៉េចឃើញជាប្រុសទៅគេនេះឡើងស្រីតូចច្រឡឹងឡើងនេះ អូជាស្រីហ៎តែមិនក៏ខ្ញុំមើលយ៉ាងណាក៏មិនឃើញចេញស្រីអញ្ចឹងវិញអូយឬមកក៏ស្រីមានដងទៅអូសុំទោសណាពូនិយាយត្រង់តិចហើយ ចេះមកបោកគ្នាទៅកើតអូយមើលមិនក៏មិនឃើញស្រីដែរ ណែនាងកម៉ាំនាងមុខងាប់គ្មានសិលធម៌ក្នុងការនិយាយមែនទេតិចផ្ទះបែកវល់កដាថ្ងៃត្រង់ឥឡូវហ្នឹងចង់សាកមែនទេ អូយចាំតែខ្លាចតាចូលមកឃើញជាស្រីបែបនេះចង់មើលងាយមែនទេនោះចូលមកចូលភ្លាម អើយចង់សាកមែនហ៎បានខ្ញុំនឹងបដៅមនុស្សមាត់ស្អុយដូចជានាងដែរ ឆាប់សិនត្រង់ធ្វើអីនឹងបងចៃមីង គឺបងចាំបដៅមនុស្សមានមាត់អត់កំហប់នឹងណាអូនដឹងទេមិញនេះវានិយាយមើលងាយបងណា បានហើយមកចេះនាំគ្នាធ្វើដូចជាក្មេងតកាន់បងចៃមីងជួយនាំខ្ញុំទៅរកវីតបន្ទិញអូយតាមពិតគ្នាគេតាមកទីនេះទៀតហើយមែនទេស្រែកថាមិនចូលចិត្តទីជនបទតែមកទៀតឲ្យតតែបាន ណែនាងភ័យនេះមិនស្គាល់តារាថ្មីវងច័ន្ទចេននេះទេអីឬមួយនៅតែក្នុងភ័យមិនដែលឃើញមកសង្គមខាងក្រៅបានជាមិនដឹងអីបែបនេះមិនក៏មិនចេះគូសំជាមួយ ជាតារាល្បីអីល្បីស្អីក៏ល្បីទៅចែកបែបខ្ញុំស៊ីមែនទេបានជាខ្ញុំត្រូវគូសំជាមួយនោះខ្ញុំមិនចាប់អារម្មណ៍ទៀតទេព្រោះដល់ដឹងធៀបប៉ុណ្ណឹងចឹងទៅគួយស្អប់ខ្លាំងណាស់នៅក្នុងរឿងនិយាយពីថាល្អអើយសែនល្អតែការពិតណាអូយរឹកមកបេនណែខ្ញុំមិនចង់មានរឿងជាមួយនាងទេមីកថាន់ខ្ញុំតែបែបនេះហើយបាននាងមិនចូលចិត្តក៏ស្រេចទៅនាងទៅខ្ញុំគ្មានពេលទៅប្រកបចិត្តអ្នកណាទេបានហើយបងចេមីឆាប់ទៅទៅណាទៅចានេះក្រុមការងារគេខំមកប្រាប់មិញនេះថាឲ្យទៅជួបគ្នានៅកន្លែងណាត់ថនគេបារម្ភមិនឲ្យអូនចេននេះទៅណាផ្ដេសផ្ដាស់ទេពីព្រោះព្រឹកស្អែកនេះត្រូវរៀបចំថតពីព្រលឹមណា ខ្ញុំមានតែណាតែខ្ញុំទៅជួបវាតែមួយផ្លែតតែខ្ញុំធ្លាប់មកទីនេះម្ដងហើយបារម្ភស្អីតែតែនាំខ្ញុំទៅឥឡូវនេះតែ ហើយទៅកន្លែងណាទៅបើមនុស្សមិនស្គាល់ផងនោះហើយវារបស់អូននៅកន្លែងណាទៅហើយឆាប់មកវិញទៅជួបនៅក្រុមការងារណា អ្នកមីងវិល័យប្រាប់ថានៅចុងភូមិខាងលិញនៅនាងកថាន់ចុងភូមិខាងលិចនឹងនៅណាទៅជួយនាំខ្ញុំទៅបន្តិចមើលបើចង់ទៅក៏ទៅខ្លួនឯងទៅមកពឹងខ្ញុំរកអីទៅណាមួយខ្ញុំគ្មានពេលទៅធ្វើរឿងអត់ប្រយោជន៍នោះទេ អូយមើលវានិយាយចោះសត្វតពុភ័យនិយាយគ្មានការសិក្សារៀនសូន្យហើយវានឹងត្រូវជាស្អីនឹងអ្នកផ្ទះនេះដែរអូ បងកុំតែថាឲ្យគេពេញបងក៏និយាយព្រៃដូចតែគ្នាទេវានឹងគឺជាអ្នកបម្រើនៅក្នុងផ្ទះនេះបានហើយចូលទៅក្នុងឡានទេចាំទៅសួរអ្នកភូមិថាក្រុមពេទ្យស្ម័គ្រចិននៅម្ដុំណាននោះ នីងឲ្យបើទៅកន្លែងណាទៀតទៅតិចហូបភូមិចូលព្រៃបាត់ទៅចេននេះបងថាយើងទៅកន្លែងថតវិញទៅអី បងនេះចេញមកដល់ទីនេះហើយយ៉ាងណាក៏ត្រូវទៅជួបវាដែរបានជួបបន្តិចក៏បានដែរហាចេះតែបើកតែមិនក៏មិនឃើញមនុស្សម្នាក់ដែរកាត់សាញ់អញ្ចឹងពួកគេតែណាអស់ហើយងាប់អស់ហើយទេដឹងចា គឺគេតែធ្វើស្រែចំការនឹងណាគ្មានពេលទំនេរដល់រហេតុរហូតដូចជាអូនទេឯនេះកាត់តែញូជាមួយប្រុសណាស្កាត់គ្រប់ទីកន្លែងមិនដឹងជាពេទ្យម្នាក់នោះពិសេសពិសាស្អីថងណាទេ ណែបងខ្ញុំកាត់តញូទៅជាមួយវាទេហ្នឹងខ្ញុំមិនបានងារជាមួយអ្នកណាទេបងគិតតែបើកឡានទេណារហូតដល់ណាទៀតអេលោកបងមានមនុស្សដែរហើយបងជួយអែបគិនដើម្បីស៊ូគេបន្តិចទេ អេបងប្រុសចាមានស្គាល់កន្លែងក្រុមពេទ្យស្ម័គ្រចិនគេធ្វើការដែរទេអូអេមិនក៏មិនឆ្លើយហើយបើជាដើរទៅឆ្កយអញ្ចឹងអាម៉េចទេអ្នកភូមិនេះកាត់កអស់ហើយទេដឹងអី បងបើកឡានទៅឈប់នៅចំពោះមុខគេទេខ្ញុំចោះទៅស៊ូគេកោឬមិនកោកងតែដឹងគ្នាទេ នេះលោក
ក៏ថ្លឹងឬក៏យ៉ាងម៉េចបានជាគេសួរឲ្យមិនឆ្លើយបែបនេះលោកគ្មានសុជីវធម៌ជាមនុស្សទេឬយ៉ាងម៉េចឆា អូនចេននេះគេតិចក៏ខ្លាំងមែនទេដឹងអីហើយពិតជាសយណាស់បានជួបហើយតែបានជាជួបចំមនុស្សក៏ទៅវិញ បងចេះមីងបងចេះភាសាកោដែរទីស៊ូនាំគេមើលគេធ្វើមុខស្លឺស្លឺដូចខ្មោចបែបនេះប្រហែលជាស្ដាប់យើងមិនយល់ទី ពុតធោអូនបងតែចេះភាសាកតាំងពីអង្ការទៅភាសាមនុស្សផងនៅនិយាយគ្នាស្ដាប់ចង់បានហើយចុះទំរាំភាសាកអច្រឡំមាត់ចា ហើយសយមែនតើហើយมันគូសោះមុខមាត់ស្អាតបាត់ក្រនបាញ់តែបើជាកោនេះបានជាគេនិយាយថាកម្មពីពិតមែន ហើយនេះនិយាយស្អីអ្នកណាក៏ថ្លង់ទៅក៏មកនិយាយប្លែកៗជាមួយខ្ញុំបែបនេះណា អោចេះនិយាយដែរហ៎ហើយចុះខ្ញុំនិយាយមួយថ្ងៃហើយមិនក៏មិនព្រមបើកមាត់និយាយតផងទៅខ្លាចជ្រុះកាត់កលមាសចេញពីមាត់មែនទីយ៉ាងម៉េចមនុស្សនៅទីនេះនេះចម្លែកម្លេះ មកពីខ្ញុំមិនចង់និយាយនឹងណាព្រោះវាអត់ប្រយោជន៍ជាចេញពីមុខខ្ញុំទៅខ្ញុំត្រូវតែផ្ទះ ឆ្លើយនឹងសំណួរខ្ញុំសិនមកជំរុំពេទ្យស្ម័គ្រចិត្តដែលមកទីនេះពួកគេបោះទីតាំងនៅម្ដុំណាទេលោកមានដឹងដែរទេ រឿងអីដែលខ្ញុំត្រូវឆ្លើយសំណួរពួកនាងនោះបើចង់ទៅរកមិនក៏មិនទៅរកខ្លួនឯងទៅយ៉ាងម៉េចមិនទេទៅសួរប៉ាពួករបស់នាងទេគេធ្វើការនៅម្ដុំណានោះមនុស្សកំពុងតែមិនសប្បាយចិត្តផង ណែលោកគ្រាន់តែប្រាប់តែបន្តិចវាខាតស្អីណាស់ណាទេខ្ញុំខកតែគេដែរតែខំមិនចូលមិនក៏អ្នកនៅទីនេះគ្មានចិត្តបែបនេះមនុស្សបែបនេះចេះរស់នៅក្នុងសង្គមកាត់ដែរនឹង ខ្ញុំរត់នៅបែបណាជារឿងរបស់ខ្ញុំមិនបានតែធ្វើឲ្យអ្នកណាក្តៅក្រហាយនោះទេជាចេញពីមុខខ្ញុំទៅ បងបងខ្ញុំគ្រាន់តែស៊ូធម្មតាតើបើបង5ក៏មិនមានអីខាតបងដែរបងស្គាល់ឬក៏មិនស្គាល់ក៏និយាយមកកុំឲ្យខាតពេលណាចា ខ្ញុំមិនចង់និយាយបានហើយខ្ញុំគ្មានពេលនិយាយជាមួយនាងទេ អោយ៉ាងម៉េចនឹងអាពេកមកងាប់នេះគ្រាន់តែស៊ូក៏មិនបានការឈួតតែដឹងឯនេះមិនដែលឃើញមនុស្សស្អីអញ្ចឹងទេ នេះយើងគិតធ្វើយ៉ាងម៉េចទៅចង់ភូមិក៏មកចិត្ត1គីឡូដីហើយក៏មិនបានតន់ជួបស្អីផងអេឬមួយក៏មកហោហើយទេដឹងអីផ្លូវបាត់តូចក៏មានច្រើន អេនោះមានមនុស្សមកទៀតហើយចាំទៅស៊ូគេសិនទេអេអូនឈប់សិនមកណេញបងស៊ូបន្តិច ហើយបងមិនអីចង់សួរទេ ជំរុំក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៅម្ដុំណាទេបងរកមិនឃើញសោះ ចាំបងនៅចម្ងាយមែនទេបានជាមុខខ្ញុំមិនដែលបានឃើញសោះគឺបងមកពីនិតសុខភាពមែនទេ ណែមីក្អូនណាគេស៊ូក៏ឆ្លើយសិនមកនៅស៊ូរកអីទៅដឹងទេថាបងប្រញាប់ណា ឈប់សិនមុខបងទៅពីដូចជាប្រហែលអ្នកណាអញ្ចេះនេះដូចជាអ្នកនាងចេនីតួកូនណាស់នេះអើយបងចេនីមែនទេ កុំអាថេកអអីប្រាប់ផ្លូវសិនមកគ្រូពេទ្យស្ម័គ្រចិត្តនោះនៅម្ដុំណាទៅនេះបងក្តៅសឹងស្លាប់ហើយ មែនហើយអូនថាមិនខុសទេបងគឺចេនីតារាកុនឥឡូវអូនប្រាប់បងបានហើយនឹងថាពួកគេនៅកន្លែងណានោះ អូយបងខ្ញុំរភើបដែលបានជាបងនៅទីនេះហើយបងមកទីនេះថារឿងថ្មីមែនទេបងហើយបងខ្ញុំឆ្លប់តែឃើញបងក្នុងទូរទស្សន៍និងទូរស័ព្ទខ្ញុំជាហ្វេនបងមិននឹកស្មានថាបានជាបងនៅទីនេះសោះបងនៅក្រៅស្អាតខ្លាំងណាស់ អើយហើយប្រាប់បានហើយនៅថាស្គាល់ឬអត់នេះមិនលឺចាស់ស៊ូទេអី កុំអានណាបងខ្ញុំសូមនិយាយជាមួយបងចានេះបន្តិចទៀតសិនខ្ញុំស្រឡាញ់ការសម្ដែងរបស់បងនេះជាពិសេសរឿងដែលទៅបញ្ចេញថ្មីនេះគឺរឿងទាស័យបេះដូងគឺថាបងសម្ដែងសំតែម្ដងហើយ បងពិតជាអរគុណខ្លាំងណាស់សម្រាប់ការស្រឡាញ់ហើយប្រាប់បានហើយនឹងថាផ្លូវណាទៅកន្លែងគ្រូពេទ្យនោះ ចាបងគឺបងបើកឡានទៅមុខបន្តិចទៀតទេមានផ្លូវបែកជា4ហើយបងបត់ស្ដាំប្រហែលជា400ម៉ែត្រដល់កន្លែងហ្នឹងហើយ ល្អណាស់អញ្ចឹងបងអរគុណហើយគ្រាន់តែប៉ុណ្្នឹងសោះហើយតើបងចៃមីង នេះសំឡេងនេះមិននិយាយទេដែលបានជប់តារាល្បីដោយចៃដន្យបែបនេះអ្នកខ្លះព្រោះតែចង់ជប់គាត់ត្រូវស្កាត់ទៅរកមើលគាត់ឆ្ងាយណាស់តែនេះមនុស្សស្រួលនៅមុខតែម្ដងអូយមិនក៏ខ្ញុំមិនសុំគាត់ថតរូបអញ្ចឹងរវល់តែត្រេកអរពេកផ្លេចកាត់រឿងថតរូបផុសបង្អួត friend ក្នុង Facebook ទៅតែណាហើយចាពេលធ្វើការងារតែរួចពេលណាចាំទៅតាមគាត់នៅកន្លែងជំរុំពេទ្យនោះចា អ
សុខភាពរបស់ខ្ញុំបានប្រសើរច្រើនណាស់ដោយបានការណែនាំនិងការព្យាបាលទទួលថ្នាំល្អៗត្រូវនឹងជំងឺទើបការព្យាបាលទទួលបានផលបែបនេះខ្ញុំអរគុណលោកគ្រូច្រើនហើយណាបាទមិនអីទេពូវាជាកាតព្វកិច្ចរបស់ពេទ្យទៅហើយបើជាហើយថែសុខភាពផងណាបានហើយលោកពូទៅវិញសិនចាស់គឺខ្ញុំត្រូវទទួលអ្នកជំងឺបន្តទៀត វិន ហាចេននេះមកចាំមិនបានហ្នឹងមិនក៏នឹងថាខ្ញុំនៅទីនេះ គឺមកវិនហ្នឹងថាវិនធ្វើការនៅទីនេះខ្ញុំក៏មានការងារថតស្ពតពាណិជ្ជកម្មនៅម្ដុំនេះខ្ញុំក៏ឈៀងចូលមកមើលវិនទៅនេះសប្បាយចិត្តដែរទេដែលខ្ញុំមកសប្បាយបែបនេះ មុននឹងមកមិនក៏មិនប្រាប់គ្នាឲ្យបានដឹងផងបានហើយយើងទៅនិយាយគ្នានៅខាងនោះវិញតែនៅទីនេះនិយាយគ្នាមិនសពនោះទេមកតាមខ្ញុំមក បងចៃមីងតែចាំខ្ញុំនៅក្នុងឡានសិនទៅពេលខ្ញុំនិយាយគ្នាចាំខ្ញុំទៅរកបង ឲ្យស្រោតបន្តិចទៅខាងក្រុមការងារគេទេហើយរហូតហើយណាគ្រាន់តែឃើញប្រុសភ្លាមក៏រត់ហេទៅរកគេតែម្ដងដូចកបីដាច់យប់អញ្ចឹងហើយ ក្រែងខ្ញុំប្រាប់ហើយតាថាមកទីនេះធ្វើអីតែនេះសម្ដីខ្ញុំនេះមិនទុកក្នុងចិត្តទេឬ នេះវិនមិនសប្បាយចិត្តទេអីដែលខ្ញុំមករកបែបនេះខ្ញុំថាហើយគឺខ្ញុំមានការងារថតនៅក្បែរនេះហើយក៏ឆ្លៀតមករកវិននេះវិនមិនយល់ពីចិត្តខ្ញុំទេឬយ៉ាងម៉េច ខ្ញុំយល់តែនេះក៏ឃើញមិញនេះមនុស្សម្នាច្រើនណាស់អ្នកជំងឺក៏ច្រើនចុះបើឆ្លងរោគទៅគិតតែមិនទេហើយនេះក៏ជាតារាមកបង្ហាញខ្លួនកណ្ដាលវាបែបនេះវាមិនសមទេណា នេះវិនបារម្ភពីសុខភាពរបស់ខ្ញុំអញខ្ញុំខ្លាចទេព្រោះមានវិនជាគ្រូពេទ្យស្រាំទោះខ្ញុំឈឺអីក៏វិនព្យាបាលឲ្យដែរ កុំមកនិយាយលេងសាច់អីហើយសម្រាប់ឋាននេះមកថតប្រហែលថ្ងៃទៅ មិនច្បាស់ទេស៊ីសងលើការងារនៅពេលនោះតែខ្ញុំសម្រេចចិត្តរួចហើយថាខ្ញុំនៅទីនេះជាមួយវិនមួយអាទិត្យខ្ញុំមិនទទួលការងារទេ នេះគិតអីខ្ញុំគ្មានពេលទំនេរកំដរនឹងដើរលេងទេណាខ្ញុំមកធ្វើការមើលចុះមិញនេះមានអ្នកជំងឺច្រើនណាស់ដែលគេរងចាំពិនិត្យនោះ ខ្ញុំមានបានថាឲ្យវិននាំដើរលេងឯណាខ្ញុំគ្រាន់តែចង់មើលវិនធ្វើការធម្មតានៅស្ងៀមមិនរំខានទាំងអស់ នាងធ្វើបែបនេះមិនបានទេណានាងជាតារាមកធ្វើបែបនេះមិនបានទេត្រូវធ្វើខ្លួនឲ្យសមនឹងឋានៈនៅកន្លែងណាដែលគោតែដែរហើយមកប្រឡប់ប្រឡាក់នៅទីនេះធ្វើអី ខ្ញុំមិនខ្វល់ទេវិនដាំងយប់ឡើងវិនសម្រាប់នៅផ្ទះអ្នកមីងវិល័យមែនទេវិនចាំជួយសុំគាត់ឲ្យខ្ញុំសម្រាប់ផងបានទេខ្ញុំមិនចង់សម្រាប់ជាមួយក្រុមការងារថតទេគាត់ជារញ៉េរញ៉ៃណាស់ មិនក៏នាងដឹងថាខ្ញុំសម្រាប់នៅទីនោះនាងណាប្រាប់នាងទៅ គឺខ្ញុំទៅមកពីផ្ទះគាត់ហ្នឹងវិនដឹងទេថាខ្ញុំមិនមែនមកតែឯងទេម៉ាក់ប៉ារបស់វិនគាត់ក៏មកទីនេះដែរ ថាម៉េចនេះមកបារបស់ខ្ញុំក៏មកទីនេះដែរហ៎នាងនិយាយពិតមែនទេ ខ្ញុំតែកុហកវិនធ្វើអីទៅគាត់មកមែនតែពេលនេះគាត់នៅផ្ទះអ្នកមីងវិល័យការដែលគាត់មិនប្រាំព្រោះចង់សប្រៃវិនហ្នឹងតែខ្ញុំទប់ចិត្តមិនបានគាត់ធ្លាប់ប្រាប់វិញតែហើយវិដាំងកុំភ្លេចជួយនិយាយជាមួយអ្នកមីងវិល័យផងហ្នឹងសូមឲ្យខ្ញុំបានសម្រាប់នៅទីនេះផងខ្ញុំចង់សម្រាប់នៅក្បែរវិន ខ្ញុំមិនទាន់សន្យាទេថាបានឬក៏អត់នោះក្រែងនាងមិនចេះដីផ្ទះដែលមានកង្ហារទេឬមិនក៏មិននាំគ្នាសម្រាប់នៅទីរំខែតែមកសម្រាប់តាមទីជនបទធ្វើអីនាំតែពេលបាននោះ ប៉ុតថោវិនតម្រាំតែចេញពីទីរំខែតមកទីនេះគឺពិតជាយូរណាស់អញ្ចឹងហើយទៅរកកន្លែងសម្រាប់នៅក្បែរនេះមិនអីទេណាយ៉ាងណាក៏ដោយឲ្យតែមានវិនខ្ញុំអាចនៅបានទាំងអស់ហ្នឹង បានហើយខ្ញុំទៅធ្វើការនាងទៅវិញចុះពេលល្ងាចខ្ញុំត្រឡប់ទៅផ្ទះរបស់មីងវិល័យហើយ ចាបាញ់ចឹងចាំខ្ញុំចាំលោកនៅកន្លែងនោះមុនហ្នឹងអញ្ចឹងវិនធ្វើការឲ្យសប្បាយចិត្តចឹង